បងអ្នកមិនតើគ្នាមាសឡើងថ្លៃអ្នកជីករ៉ៃមាសគាត់គួរតែរកលុយបានច្រើនផងដែរការគិតសម័យមួយដែលយើងដឹងថាពួកគាត់ជីកមាសយកទៅលក់អញ្ចឹងតម្លៃមាសឡើងថ្លៃគាត់កាន់តែចំណេញថ្ងៃនេះខ្ញុំយកក្រុមហ៊ុនជីករ៉ៃមាសមួយ Kinross Gold មកជជែកលេងដោយយើងទៅមើលបញ្ជីរបស់គាត់លក់បានប្រមាណចំណេញប្រមាណហើយទៅមើលទៅលើហានិភ័យជាទូទៅនៃក្រុមហ៊ុនជីករ៉ែបន្ទាប់មកយើងសម្ដៅទៅគុណគូលេខមួយចំនួនហើយគិតថាតើភាគហ៊ុននៃក្រុមហ៊ុន Kinross Gold នៅពេលបច្ចុប្បន្ននេះយើងគួរតែវិនិយោគដែរឬអត់សម្រាប់ខ្ញុំទេមិនមែនសម្រាប់អ្នកនរគ្នាគួរឬកុំគួរទេខ្ញុំអ្វីដែលខ្ញុំនិយាយនៅក្នុងវីដេអូគឺគ្រាន់តែជាការជជែកលេងមិនមែនជាការណែនាំនៅសហរដ្ឋអាមេរិកគឺនៅពេលដែលខ្ញុំមិនមានអាជ្ញាប័ណ្ណខាងហិរញ្ញវត្ថុគឺបើចេញណែនាំខាងហិរញ្ញវត្ថុហ្នឹងគេហៅថា financial advisor គឺខ្ញុំមិនអាចធ្វើជាវីដេអូទៅណែនាំអ្នកទាំងអស់គ្នាឲ្យធ្វើនេះធ្វើនោះឡើយសូម្បីតែពួកគាត់អ្នកជំនាញទាំងអស់ហ្នឹងដែលមានអាជ្ញាប័ណ្ណអីយ៉ាងច្រើនក៏គាត់និយាយជារឿយៗថានេះមិនមែនជាការណែនាំប៉ុន្តែជាការជជែកជាទូទៅដោយពួកគាត់មិនដឹងថាអ្នកដែលគាត់ស្ដាប់គាត់ហ្នឹងមានកលៈទេសៈហិរញ្ញវត្ថុយ៉ាងណាទេអញ្ចឹងនៅច្បាប់សហរដ្ឋអាមេរិកនេះគឺតឹងរឹងអញ្ចឹងខ្ញុំតែងតែប្រកាសជារឿយៗនៅពេលណាដែលខ្ញុំចាំអញ្ចឹងណាអញ្ចឹងក្នុងករណីនេះសម្រាប់អ្នកនរគ្នាយកទៅស្ដាប់លេងហើយនឹងពិចារណាដោយខ្លួនឯងគិតគូរស្ថានភាពខ្លួនឯងតើគួរទិញឬក៏មិនគួរទិញ Kinross Gold ពួកគាត់ជាអ្នកក្រុមហ៊ុនជីករ៉ែបើនិយាយទៅជីករ៉ែមាសដោយទាំងលោហៈប្រាក់ឬក៏លោហៈផ្សេងៗទាំងផងដែរហើយពួកគាត់នឹងគឺក៏មានការរុករកស្រាវជ្រាវទៅលើកន្លែងណាដែលមានរ៉ែមាសអីចឹងទៅក្រុមហ៊ុននេះមិនមែនជាក្រុមហ៊ុនក្មេងខ្ចីទេដែលគាត់មានអាយុកាលយូរហើយចំណូលរបស់គាត់នឹងក៏ច្រើនចំណែកឯក្នុងទីផ្សារ market cap ហ្នឹងក៏គួរសមផងដែរយើងនឹងមកលើមើលតួលេខបន្តប៉ុន្តែជាដំបូងហ្នឹងខ្ញុំចង់និយាយទៅជែកទៅលើហានិភ័យនៃខាងវិស័យជីករ៉ែដែលយើងដឹងជាពិសេសហ្នឹងគឺខាងលោហៈមាសតម្លៃមាសគឺមានការផ្លាស់ប្ដូរដោយយ៉ាងច្រើនដោយសារតែកត្តាយ៉ាងច្រើនទាំងអស់ហ្នឹងវាខុសប្លែកពីនៃក្រុមហ៊ុនផ្សេងៗជាក្រុមហ៊ុនរកស៊ីឬក៏ខាងបច្ចេកវិទ្យា technology គឺគាត់មានការលូតលាស់ផ្សេងនៅក្នុងបរិស្ថានរបស់គាត់ប៉ុន្តែខាងវិស័យរ៉ែវិស័យមាសហ្នឹងគឺគាត់មានការលូតលាស់ឬក៏មានឧបសគ្គផ្សេងៗនៅក្នុងវិស័យរបស់គាត់ហ្នឹងដូចที่យើងដឹងហើយថាតម្លៃលោហៈមាសឡើងថ្លៃឬក៏មានការចង់បានច្រើនហ្នឹងនៅពេលដែលមានការភ័យខ្លាចក្នុងស្ថានភាពនយោបាយឬក៏ស្ថានភាពលុយដុល្លារធ្លាក់ចុះឬសេដ្ឋកិច្ចអាប់អួរអីចឹងទៅធនាគារកណ្ដាលការបាក់ហ្នឹងដែលធ្វើឲ្យតម្លៃមាសហ្នឹងឡើងថ្លៃហើយបន្ទាប់មកប្រទេសធនាគារកណ្ដាលនៃប្រទេសផ្សេងៗ emerging market ហ្នឹងគឺគាត់បានប្រមូលទិញយើងឃើញដោយសពថ្ងៃអញ្ចឹងតម្លៃមាសឡើងថ្លៃក៏ជះឥទ្ធិពលល្អៗទៅដល់ក្រុមហ៊ុនជីករ៉ែមាសផងដែរប៉ុន្តែក្នុងហ៊ុនជីករ៉ែមាសហានិភ័យរបស់គាត់ហ្នឹងគឺមានផ្សេងថែមទៅទៀតដោយសារតែពួកគាត់ហ្នឹងមានរ៉ែមាសមិនមែនមាននៅតាមមួយកន្លែងទេគឺដូចក្នុងករណីក្នុង Kinross Gold នេះគឺគាត់មានរ៉ែមាសនៅខាងផ្នែកសហរដ្ឋអាមេរិកនេះ Kinross Gold គឺជាក្រុមហ៊ុនកាណាដាខ្ញុំចង់បញ្ជាក់ដល់ហ្នឹងហើយគាត់មានរ៉ែមាសនៅសហរដ្ឋអាមេរិកគាត់មានរ៉ែមាសនៅខាងប្រទេស Chile ឬហើយនឹងប្រទេស Brazil បន្ទាប់មកគាត់មានរ៉ែមាសមួយទៀតនៅខាងប្រទេសមួយនៅក្នុងអាហ្វ្រិកាគឺនេះគឺជាអ្វីដែលបានទៅសេនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសដែលគាត់ទៅសេទៅកាន់អ្នកវិនិយោគទាំងអស់ហ្នឹងគាត់ប្រាប់ពីមូលហេតុហានិភ័យដើម្បីអ្នកទាំងអស់អ្នកវិនិយោគហ្នឹងគាត់ដឹងអញ្ចឹងណាទីមួយគឺស្ថានភាពនយោបាយដែលពួកគាត់មានដងរងនៅដងរ៉ែនៅទ្វីបផ្សេងៗគ្នាអញ្ចឹងទៅអញ្ចឹងបើសិនជាប្រទេសណាមួយមានចលាចលធ្វើឲ្យគាត់បិទដងរ៉ែនឹងភ្លាមគឺគាត់ត្រូវតែបិទហើយมันអាចទៅធ្វើអីបានអញ្ចឹងការជីករោគមាសរបស់គាត់ក៏បន្ថយចំណូលក៏បន្ថយអញ្ចឹងស្ថានភាពនយោបាយនៃប្រទេសនីមួយៗដែលគាត់ត្រូវប្រឈមមុខបន្ទាប់មកស្ថានភាពគ្រោះថ្នាក់នៅដងរ៉ែគឺជាអាចមានគ្រោះថ្នាក់ច្រើនដូចថាដងរ៉ែនឹងបាក់ដួលឬក៏យ៉ាងម៉េចហ្នឹងគឺគាត់ត្រូវតែបិទភ្លាមៗផងដែរដើម្បីការពារបុគ្គលិករបស់គាត់អញ្ចឹងណាកុំឲ្យមានគ្រោះថ្នាក់ហើយអញ្ចឹងកាលណាគាត់បិទរោងរ៉ែណាមួយបើសិនជារោងរ៉ែហ្នឹងបានជីករ៉ែមាសច្រើនគឺគាត់បិទភ្លាមៗការផលិតរែងរោគរ៉ែមាសរបស់គាត់ហ្នឹងគឺចុះថយចំណូលក៏ចុះថយផងដែរនេះគឺសិតតែជាគ្រោះថ្នាក់ច្រើនហើយបន្ទាប់មកយើងឃើញតម្លៃសេដ្ឋកិច្ចទាំងមូលក៏ប៉ះពាល់ដល់គាត់នៅពេលដែលតម្លៃមាសប៉ះពាល់នៅពេលមាសឡើងថ្លៃគាត់រកចំណូលបានច្រើនមាសចុះថ្លៃគាត់រកចំណូលបានតិចចឹងទៅអញ្ចឹងហានិភ័យរបស់គាត់គឺច្រើនមែនទែនបើនិយាយទៅតម្លៃហ៊ុននៃអ្នកជីករ៉ែមាសយើងឃើញជាយូរឆ្នាំហ្នឹងគឺមិនឃើញឡើងទៅណានៅត្រឹងឃើញចឹងចុះខ្លាំងផងនៅពេលដែលតម្លៃមាសចុះខ្លាំងប៉ុន្តែយើងឃើញនៅក្នុងឆ្នាំដើមឆ្នាំ2025នេះហើយជាពិសេសហ្នឹងពាក់កណ្ដាល2025គឺពួកគាត់ហ្នឹងបានឡើងមកទៅតែម្ដងដែល
ហេរ៉ាញ់វត្ថុរបស់ពួកគាត់នឹងរកលុយបានច្រើនហើយអ្នកវិនិយោគចាប់អារម្មណ៍ច្រើនយើងដឹងទៅលើតម្លៃមាសផ្ទុះនៅក្នុងខែ9 parabolic move អីគ្រប់សពចឹងទៅឥឡូវហ្នឹងក៏អ្នកវិនិយោគយ៉ាងច្រើនក៏ចាប់អារម្មណ៍ទៅលើក្រុមហ៊ុនជីករ៉ែមាសនៅក្នុងពេលនេះក្រុមហ៊ុននេះគឺបាន Kinross Gold ក្នុងមួយពេលគឺបានឡើងច្រើនមែនតើក្រុមហ៊ុនជីករ៉ែលោហៈមាសគឺមានច្រើនខ្ញុំជ្រើសយក Kinross Gold ដែលខ្ញុំបានឮក្រុមហ៊ុននេះនៅពេលដែលខ្ញុំតាមដានតម្លៃមាសស្ដាប់អ្នកវិភាគជំនាញគេសម្ភាសពួកគាត់ចឹងហើយអ្នកដែលគាត់និយាយពីក្រុមហ៊ុន Kinross Gold ខ្ញុំភ្លេចគាត់ដូចជាអ្នកសេដ្ឋកិច្ចវិទូដែរដែលគាត់ប្រមានថាអ្នកដែលទិញមាសនាពេលបច្ចុប្បន្នគួរតែមានវិន័យដែលគាត់ឃើញតម្លៃវាឡើងផ្ទុះ parabolic move 90 degree ឡើងទៅលើចឹងណាគាត់នៅតែគិតថាមាសនឹងឡើងថ្លៃបន្តទៀតគ្រាន់តែថាអ្វីដែលបានឡើងនឹងវាលឿនពេកលឿននៅហួសនឹងការស្មានអញ្ចឹងគាត់និយាយអំពី Kinross Gold នេះគាត់ថាតម្លៃភាគហ៊ុននៃក្រុមហ៊ុនជីករ៉ែមាសមួយនេះនឹងអាចឡើងតទៅទៀត1គុណជា2គុណជា3ចឹងទៅដែលខ្ញុំគិតថាអូខេខ្ញុំចាប់អារម្មណ៍ចង់យកមកស្រាវជ្រាវលើតួលេខថែមនៅក្នុងបើសិនជាអ្នកនរគ្នាចង់មើលទៅលើរបាយការណ៍ហិរញ្ញវត្ថុនៃក្រុមហ៊ុននីមួយៗកន្លែងដែលអ្នកនរគ្នាអាចទៅបានយ៉ាងស្រួលបំផុតហ្នឹងគឺនៅក្នុងគេហទំព័រក្រុមហ៊ុនហ្នឹងតែម្ដងដែលគាត់និយាយយ៉ាងក្បោះក្បាយនៅក្នុងត្រីមាសនីមួយៗដែលអ្នកនរគ្នាអាចចុចមើលអញ្ចឹងខ្ញុំចុចមើលទៅលើត្រីមាសទី2នៅក្នុងឆ្នាំ2025ត្រីមាសទី3គឺចេញនៅក្នុងខែ11ខាងមុខនេះថ្ងៃទី4ខែ11អញ្ចឹងនៅពេលដែលរបាយការណ៍ត្រីមាសហ្នឹងចេញមកយើងនឹងដឹងថាតើក្រុមហ៊ុននេះតម្លៃរបស់គាត់នឹងឡើងបន្តទៅទៀតឬក៏ចុះមកវិញនៅពេលដែលរបាយការណ៍ហិរញ្ញវត្ថុគាត់ល្អឬក៏អាក្រក់ប៉ុន្តែយើងក៏អាចទាយលេងអញ្ចឹងណាពីព្រោះយើងដឹងតម្លៃមាសនៅក្នុងខែ9ខែ8គឺឡើងខ្លាំងហើយខែ10ក៏នៅតែឡើងនៅពេលនេះចុះតិចតួចប៉ុន្តែក៏នៅក្នុងរយៈពេលក្នុងរង្វង់$4,000ក្នុង1 ounce អញ្ចឹងហិរញ្ញវត្ថុរបស់គាត់នៅក្នុងត្រីមាសទី3បើមិនមានរឿងអ្វីក្រៅពីការស្មានរបស់យើងគឺយើងអាចស្មានបានថាហិរញ្ញវត្ថុនឹងល្អនេះគឺជារបាយការណ៍ត្រីមាសទី2របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី2 2025របស់ក្រុមហ៊ុន Kinross Gold មានតែ67ទំព័រទេក្រុមហ៊ុនខ្លះមានទៅដល់រាប់រយទំព័រឯណោះអញ្ចឹងសម្រាប់អ្នកវិនិយោគគាត់អាចអានទៅលើរបាយការណ៍នេះដោយក្រុមអ្នកគ្រប់គ្រងគេមានទាំង CEO CFO ហ្នឹងគាត់ចេញមកប្រាប់នៅតួលេខហើយគាត់ក៏មានការព្យាករណ៍ទៅដល់ត្រីមាសទី3ទី4ឬក៏ទៅដល់ឆ្នាំ2026 27ចឹងទៅក្នុងនេះគឺគាត់ព្យាករណ៍ថាគាត់នឹងអាចជីកយកមាសបានចំនួន2លានអោននៅក្នុងឆ្នាំ2025សរុបទាំងអស់ណាហើយ2026 27ក៏2លានអោនដូចគ្នាផងដែរអញ្ចឹងអ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍បានគឺតម្លៃមាសបើសិនជាតម្លៃមាសនៅតែបន្តឡើងដោយតែអ្នកសេដ្ឋកិច្ចវិទូបានទស្សន៍ទាយទៅដល់$6,000ក្នុង1 ounce អញ្ចឹងយើងអាចព្យាករណ៍ទៅលើតម្លៃ2លាន ounce ដែលក្រុមហ៊ុន Kinross Gold អាចជីកបានយកទៅលក់នៅក្នុងតម្លៃឲ្យធនាគារកណ្ដាលឬក៏ក្រុមខាង ETF ហ្នឹងវាតម្លៃដែលគាត់លក់ហ្នឹងគឺប្រហែលស្មើទៅនឹងតម្លៃនៃទីផ្សារចឹងផងដែរដូចនៅក្នុងនេះយើងឃើញហើយគាត់របាយការណ៍របស់គាត់ហ្នឹងត្រីមាសទី2ក្នុងឆ្នាំ2025ហ្នឹងគាត់ជីកបានរ៉ែមាសហ្នឹងប្រៀបធៀបទៅជាអោនណានេះគឺជា equivalent to ounce ស្មើនឹង51,000 ounce ក្នុងមួយត្រីមាសចឹងទៅអញ្ចឹង4ត្រីមាសគឺសរុបទៅគាត់ថាបាន2លាន ounce ហើយចំណែកឯតម្លៃជីកហ្នឹងគឺត្រឹមតែ1080 ounce ទេប៉ុន្តែគេនេះចំណុចនេះគឺតម្លៃជីកទាំងអស់បូករួមទាំងអស់ហ្នឹងគេហៅ sustaining cost គឺមានទៅដល់1493យើងថា1500 ounce ចុះក្នុង1 ounce តម្លៃជីកហើយក៏គាត់លក់បានណាឧទាហរណ៍គាត់លក់បានតែ1 ounce 3000អញ្ចឹង gross profit margin ចំណេញរបស់គាត់ហ្នឹងគឺ 50% ប៉ុន្តែបើសិនជាគាត់លក់បាន4000អញ្ចឹង gross profit margin របស់គាត់គឺប្រហែលជាជិត 70% អញ្ចឹងទៅអញ្ចឹងចំណេញនេះមិនធម្មតាទេអញ្ចឹងបានខ្ញុំចង់និយាយថាក្រុមហ៊ុនទាំងអស់នេះគឺពឹងផ្អែកទៅលើតម្លៃទីផ្សារមាសតែម្ដងតែទីផ្សារមាសឡើងគាត់ក៏ចំណេញបានច្រើនឃើញទេនេះ gross margin profit margin របស់គាត់ហ្នឹងគឺ 68%ចឹងអ្នកនរគ្នាប្រហែលជាឆ្ងល់ស្អីគេ gross margin ខ្ញុំឧទាហរណ៍ឲ្យអ្នកនរគ្នាយល់ណាបើសិនជាអ្នកនរគ្នាលក់ដបទឹកសុទ្ធចឹងណាក្នុងមួយកេស$10តម្លៃដើមដែលអ្នកនរគ្នាទិញដបទឹកសុទ្ធមកថា$7ចា៎អញ្ចឹងអ្នកនរគ្នាចំណេញ$3ទៅលើដបទឹកមួយកេសហ្នឹងគេហៅថា gross profit margin ប៉ុន្តែអ្នកនរគ្នាអត់ទាន់បានគិតគូរទៅដល់តម្លៃជួលហាងកន្លែងដែលយើងដាក់ហាងលក់ហើយនឹងអគ្គិសនីដែលយើងប្រើអីគ្រប់សពហ្នឹងអាហ្នឹងផ្សេងនេះគឺគ្រាន់តែទៅលើតម្លៃជីកហ្នឹងតែម្ដងតែក្នុងហ្នឹងគឺយើងឃើញគាត់ចំណេញបានទៅដល់ 68% នៅក្នុងត្រីមាសទី2 2025នៅពេលដែលតម្លៃមាសជាទូទៅក្នុង1 ounce ប្រហែលជា$3,300អូខេនេះដែលបើនិយាយនេះគាត់ទៅសេហើយនឹងប្រៀបធៀបទៅនឹងត្រីមាសទី2នៃឆ្នាំ2024ហ្នឹងគឺគាត់មិនចំណេញច្រើនប្រហែលទេហើយបន្តមកគឺយើងឃើញចំនួនលុយដែលគាត់ report earning នេះគឺមានទៅដល់$530 លាននៅក្នុងត្រីមាសទី2 2025
5 ប៉ុន្តែបើគិតជា earning share price earn per share ហ្នឹងតែ43 សេនទេយើងនឹងមើលថាតិចមកលេដោយសារតែភាគហ៊ុនដែលមានលក់នៅក្នុងទីផ្សារហ្នឹងគឺច្រើនអូខេ on track to meet annual guidance អញ្ចឹងក្នុងនៅពេលដែលគេចេញរបាយការណ៍រ៉ាញ់វត្ថុនីមួយៗគេតែងតែមានការព្យាករណ៍ទៅលើត្រីមាសមួយទៀតឬក៏ឆ្នាំអញ្ចឹងបានន័យថានៅអ្វីដែលបានកើតឡើងនៅក្នុង Kinrossco គឺបានដូចដែរគាត់ព្យាករណ៍ទុកអញ្ចឹងហើយចំណែកនេះគឺសំខាន់ដែរលុយដែលគាត់មាននៅក្នុងគេហៅថា total liquidity លុយដែលគាត់អាចហូរចេញហូរចូលយកទឹកដោះតល់បានហ្នឹងគឺមានទៅដល់ $1.1 លានមិនធម្មតាបើនិយាយទៅលុយគឺគួរសមច្រើនអូខេនៅក្នុងរបាយការណ៍ហ្នឹងគឺយើងមើលហើយនេះចំណុចនេះមួយទៀតក៏សំខាន់ផងដែរក៏គាត់បានប្រកាសថាគាត់នឹងទិញយកភាគហ៊ុនមកវិញស្របជាទឹកលុយចំនួន$225 លានប៉ុន្តែនៅក្នុងឆ្នាំ2025ហ្នឹងគឺគាត់ទិញទៅសរុបទាំងអស់ណាយ៉ាងតិចក៏គាត់គម្រោងទិញទៅដល់$500 លានយកក្រុមហ៊ុនភាគហ៊ុននឹងមកទុកវិញផងដែរអញ្ចឹងអ្នកទាំងអស់គ្នាឆ្ងល់អូទិញភាគហ៊ុនមកទុកតើប៉ះពាល់ដល់អ្វីនៅពេលដែលក្រុមហ៊ុនទិញភាគហ៊ុនមកទុកតម្លៃភាគហ៊ុននឹងអាចកើនឡើងបន្តដោយសារតែភាគហ៊ុននៅក្នុងទីផ្សារគឺវាមានតិចជាងមុនអូខេនឹងគ្រាន់តែយើងសម្រាប់ងាយស្រួលយល់អញ្ចឹងទៅហើយក្រុមហ៊ុនហ្នឹងក៏គាត់ឲ្យភាគលាភផងដែរភាគលាភតិចតួចមែនទេបើសិនជាយើងគិតយកទៅជាម៉ាស់ភាគហ៊ុនអញ្ចឹងណាគឺបានតែ3សេនទេមួយភាគហ៊ុនបាន3សេនប៉ុន្តែគាត់នេះបើយើងគិតជាអ្វីដែលគាត់ប្រងឲ្យហ្នឹងទៅដល់$300 លានណោះអូខេនៅក្នុងនោះបើនិយាយទៅមានច្រើនមែនតើសម្រាប់អ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍ចង់អានគាត់ថាអូខេអានឲ្យមួយគេងតែប៉ុណ្្នឹងឯងដោយសារភាសាខ្លះគឺមិនមែនជាចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាអូខេប៉ុន្តែសម្រាប់ខ្ញុំអត់បញ្ហាទេដោយសារតែខ្ញុំធ្វើការខាង accounting ខ្ញុំសាងខាង CPA អញ្ចឹងណាអញ្ចឹងចង់បញ្ជាក់ផងដែរអ្នកទាំងអស់គ្នាឮពាក្យថាអូ CPA អ្វីដែលខ្ញុំនិយាយហ្នឹងគឺត្រូវទាំងអស់អត់ទេខ្ញុំខាង CPA មែនប៉ុន្តែខ្ញុំមិនមែនជាអ្នកខាងវិនិយោគគេហៅថា financial អូខេ accounting ហើយ financial គឺខុសគ្នាទាំងស្រុងប៉ុន្តែខ្ញុំនៅសាលាក៏ខ្ញុំធ្លាប់រៀនខាង financial ហ្នឹងផងដែរគ្រាន់តែថានៅពេលបច្ចុប្បន្ននេះគឺខ្ញុំធ្វើការខាង accounting អូខេតើមកនេះគឺជារបាយការណ៍summary នៃចំណេញចំណូលរបស់គាត់ហ្នឹងណាដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹង3ខែនៃត្រីមាសទី2គឺគាត់អាចជីករ៉ែមាសបានហ្នឹងទៅដល់553,000 ounce ហើយគាត់លក់ចេញ52,000 ចុចកន្លះ ounce អូខេហើយតើមកមាន earning មានអីចឹងណាខ្ញុំគ្រាន់តែចង់បង្ហាញទៅក្នុងនឹងទ្រុសចឹងតើអូខេប៉ុន្តែនៅពេលដែលយើងសម្រេចចិត្តវិនិយោគទៅលើក្រុមហ៊ុនមួយអ្វីដែលយើងអាចមើលបានហ្នឹងគឺតួលេខទូទៅ general financial numbers បន្ទាប់មកយើងឃើញថាអូខេអ្វីដែលយើងមើលជាតួលេខទូទៅហ្នឹងល្អហើយបានយើងទៅមើលតួលេខលម្អិតនៅក្នុងនោះមានអ្វីខ្លះដំបូងគឺយើងចាប់ផ្ដើមខ្ញុំមកទៅលើ Seeking Alpha ដែលខ្ញុំបានបង្ហាញអ្នកនរគ្នាហ្នឹង download app អីចឹងណាអូខេខ្ញុំទៅខាង Kinrossco ដែលមាន ticker symbol KGC នៅក្នុងនេះពេលតម្លៃទីផ្សារកំពុងតែដើរបច្ចុប្បន្នគឺ$23.74 សេនឡើងបន្តិចមកវិញយើងទៅមើលខាង balance sheet របាយការណ៍ហិរញ្ញវត្ថុគឺមាន3ធំ balance sheet របាយការណ៍តរយៈបន្ទាប់មករបាយការណ៍ចំណូល income statement បន្ទាប់មករបាយការណ៍លំហូរលុយចេញចូល cash flow នេះគឺសំខាន់មែនទែនអូខេបើនិយាយទៅ3ហ្នឹងសំខាន់ទាំងអស់ប៉ុន្តែបើអ្នកទាំងអស់គ្នាមិនចាប់អារម្មណ៍មកពីនេះទេយ៉ាងហោចណាស់ក៏ត្រូវតែចាប់អារម្មណ៍ទៅលើរបាយការណ៍លុយហូរចូលនឹងផងដែរអូខេឥឡូវនេះយើងមកមើលគ្រាន់តែតួលេខជាទូទៅលើខាងរបាយការណ៍តរយៈ balance sheet តរយៈអូខេយើងឃើញអ្វីទី1ដែលយើងត្រូវមើលហ្នឹងលុយដែលគាត់មានតើគាត់អាចដោះតល់បានឬទេភាសាតែដោះតល់ណាបើសិនជាគេហៅថា quick ratio ទី1ហ្នឹងតើគាត់អាចដោះតល់បានឬអត់នៅពេលដែលគាត់មានអាសន្នឬអីមួយលុយរបស់គាត់ដែលមាននៅក្នុងដៃយកមកដោះតល់បានទេឧទាហរណ៍ថាគាត់មានបំណុលត្រូវសងភ្លាមអីចឹងណាហើយឬក៏បំណុលដែលគាត់ត្រូវសងក្នុងរយៈពេល1ឆ្នាំភាសាខាងគណនេយ្យគឺមានច្រើនមានបំណុលអាយុពេលវែងបំណុលអាយុពេលខ្លីបំណុលណាដែលគាត់ត្រូវសងក្នុងរយៈពេល12ខែក្នុង1ឆ្នាំចុះក្រោមហ្នឹងគេហៅថាបំណុលរយៈពេលខ្លីបំណុលរយៈពេលវែងក៏ក្នុងមួយចំនួននៃបំណុលរយៈពេលវែងហ្នឹងក៏អាចខ្លាយទៅជាបំណុលរយៈពេលខ្លីផងដែរអញ្ចឹងនេះគឺជាភាសាខាងគណនេយ្យអ្នកទាំងអស់គ្នាអត់យល់សួរខ្ញុំខ្ញុំអាចឆ្លើយបានអានេះខ្ញុំអាចឆ្លើយបានស្រួលអញ្ចឹងយើងឃើញលុយនៅក្នុងដៃរបស់គាត់ហ្នឹងគេហៅថា liquid cash ហ្នឹងមានទៅពី short term investment ការវិនិយោគរយៈពេលខ្លីរបស់គាត់ហើយនឹងលុយគឺមានទៅដល់ $1.1 លាននៅក្នុងនេះគឺយើងឃើញ 1.1 អញ្ចឹងខាងក្រោមយើង scroll មកដល់ខាងក្រោមនេះគេនិយាយថាលុយនៅក្នុងទាំងអស់នេះគឺក្នុងសំដៅទៅលើលាន1លានអញ្ចឹងទៅ USD អញ្ចឹងនេះយើងត្រូវថែម0មកប្រមាណ6ទៀតដើម្បីឲ្យគ្រប់អញ្ចឹងណាអញ្ចឹងនេះគឺជា 1.1 បើនិយាយទៅ 1.1 billion
1.1 ពាន់លានហ្នឹងទាំងអស់នេះអញ្ចឹងគ្រាន់តែលុយរបស់គាត់ហ្នឹងគឺមានទៅដល់ 1.157 ពាន់លានអូខេ1157 លាននិយាយស្រួលស្ដាប់ចេះវិញស្រួលជាងតែមកយើងទៅមើលទៅលើបំណុលរបស់គាត់មានបំណុលអាយុពេលខ្លីហើយនិងបំណុលអាយុពេលវែងនេះគឺជា liability មានន័យថាអ្វីដែលគាត់ត្រូវបង់គេហៅ account payable បជីបង់នេះណាដែលគាត់ត្រូវបង់ណាហ្នឹងគេអាហ្នឹងយើងអត់គិតទេប៉ុន្តែយើងមកមើល long term liability របស់គាត់នេះនេះ current portion of long term debt ក្នុងហ្នឹងគេអត់មានទៅសេប៉ុន្តែគេយកមកបូកសរុបអញ្ចឹងបំណុលដែលគាត់មានទៅដល់1236បូករួមទាំងបំណុលអាយុពេលវែងបើយើងប្រៀបធៀបទៅនៅក្នុងឆ្នាំ2024ណាយើងក្នុងនេះគេអត់ទៅសេប៉ុន្តែនៅក្នុងរបាយការណ៍របស់គាត់នេះគាត់ទៅសេក្នុងនេះយើងឃើញថាវាអត់មានទៅសេយើងវាយស្មានប្រហែលជា200លានចឹងដូចគ្នាតាអូខេអញ្ចឹងបានន័យថាគាត់មិនមានបញ្ហាទេសម្រាប់ការដោះតល់អាយុរយៈពេលខ្លីរបស់គាត់ហ្នឹងគឺគាត់អាចដោះតល់បានយ៉ាងស្រួលដោយសារតែលុយរបស់គាត់ហ្នឹងគឺមានច្រើនហ្នឹងគឺជាចំណុចមួយដែលល្អអូខេដែលអ្នកនរគ្នាអាចមកមើលបានអញ្ចឹងអ្នកនរគ្នាឆ្ងល់ចឹងមិនក៏មិនមើលអា2023 22នេះអត់ទេនៅពេលដែលយើងមើលតារាងរបាយការណ៍តរយៈគឺយើងមើលនៅពេលចុងក្រោយបំផុតពីព្រោះទាំងអស់នេះវាហួសហើយវាអត់បានកាយទៀតទេអ្វីដែលយើងមានជាទ្រព្យសម្បត្តិដែលយើងមាននៅក្នុងឃ្លាំងរបស់យើងហ្នឹងគឺនាពេលបច្ចុប្បន្នបំណុលក៏អញ្ចឹងដែរគឺនាពេលបច្ចុប្បន្នអ្វីដែលបានកើតឡើងគឺយើងមិនបាច់មើលប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាមកមើលរបាយការណ៍ចំណេញឬក៏ចំណូល income statement គឺអ្នកទាំងអស់គ្នាមើលក្នុងរយៈពេលកាន់តែច្រើនឆ្នាំកាន់តែល្អហេតុអ្វីយើងចង់ដឹងថាតើក្រុមហ៊ុនហ្នឹងក៏រលុយបានចំណេញដែរឬទេក្នុងពីមួយឆ្នាំទៅមួយឆ្នាំបើគាត់ឆ្នាំទី1ខាតឆ្នាំទី2ចំណេញឆ្នាំទី3ខាតឆ្នាំទី4ចំណេញឆ្នាំទី5ខាតអានឹងវាអត់បាននៅអ្វីដែលយើងចង់គិតទាយបានន័យថាក្រុមហ៊ុនហ្នឹងគាត់យើងមិនអាចទស្សទាយបានថាគាត់នឹងបន្តចំណេញទៅអនាគតខាងមុខទៀតដែរឬអត់នៅពេលដែលយើងវាយតម្លៃភាគហ៊ុននៃក្រុមហ៊ុនហ្នឹងបើសិនជាគាត់ម្ដងខាតម្ដងចំណេញម្ដងខាតម្ដងចំណេញគឺយើងមិនអាចវាយតម្លៃបានងាយស្រួលទេអញ្ចឹងក្រុមហ៊ុនហ្នឹងគឺយើងអាចជៀសវាងបាននៅពេលដែលអ្នកទាំងអស់គ្នាគ្រាន់តែមកទៅដល់ income statement នេះភ្លាមអ្នកទាំងអស់គ្នាមើលអូខេឆ្នាំ2020នៅក្នុងនេះគឺអាចមាន20ឆ្នាំបើសិនណាយ៉ាងកន្លែងនេះគេចាក់សោណាបានន័យថាទៅតែយើងបង់លុយចេញជាចូលជាសមាជិកហ្នឹងទៅបានយើងអាចមើលបានប៉ុន្តែមិនថ្មីទេយើងមិនត្រូវការនៅព័ត៌មានដែលចាស់ជាងនេះយើងត្រូវការត្រឹម5ឆ្នាំមកក្នុងឆ្នាំ2025ចឹងទៅអញ្ចឹងយើងអាចមើលដូចថាក្នុងឆ្នាំ2000នៅនេះគេដាក់ annual យើងចង់មើលជា quarter ក៏បានប៉ុន្តែយើងអត់ត្រូវការ quarter គឺយើងត្រូវការ annual ហើយបន្តមកនេះគឺជាលុយដុល្លារអ្នកទាំងអស់គ្នាត្រូវមើលតើលុយដុល្លារអញ្ចឹងណាអូខេឆ្នាំ2020 revenue ការលក់ចេញមាសរបស់គាត់ហ្នឹងទៅដល់4000លានអញ្ចឹងទៅអូខេបន្តមកឆ្នាំ2021ចុះខ្ពាកនៅសល់តែកន្លះពាក់កណ្ដាលហើយខ្ញុំឆ្ងល់ថាហេតុអីបានចុះខ្លាំងមែនទេនៅក្នុងឆ្នាំ2021ដោយសារតែក្រុមហ៊ុនរបស់គាត់ហ្នឹងមានរឿងកើតឡើងនៅក្នុងរ៉ែដងរ៉ែមាសហ្នឹងដូចជាដងរ៉ែមាសត្រូវបានឆេងភ្លើងឆេះអញ្ចឹងគឺគាត់ត្រូវបិទភ្លាមមិនអាចជីកបន្តរ៉ែមាសបានអញ្ចឹងក្នុងឆ្នាំហ្នឹងគឺរ៉ែមាសធ្លាក់ខ្លាំងអញ្ចឹងគាត់លក់បានតិចតួចប៉ុន្តែទៅយ៉ាងណាក៏គាត់ឃើញនៅតែចំណេញអញ្ចឹងទៅអញ្ចឹងយើងឃើញហើយណាចុះខ្លាំងតមកឃើញគាត់ឡើងមកវិញឡើងមកទៀតឡើងនេះគឺជាអ្វីដែលយើងចង់បាននៅពេលដែលចំណូលរបស់គាត់គឺឡើងពីមួយឆ្នាំទៅមួយឆ្នាំបើចំណូលម្ដងឡើងម្ដងចុះម្ដងឡើងម្ដងចុះអ្នកទាំងអស់គ្នាមិនបាច់ទៅមើលតទៀតទេចប់ត្រឹមហ្នឹងហើយបានន័យថាក្រុមហ៊ុនហ្នឹងយើងមិនអាចយកមកគិតគូរវិនិយោគទៅបានទេហើយចំណុចមួយទៀតដែលខ្ញុំបាននិយាយមុនហ្នឹងគឺការដោះតល់របស់គាត់នេះលុយដែលគាត់មានហើយនឹងបំណុលដែលគាត់មានតើគាត់ដោះតល់ហ្នឹងបានរួចដែរឬអត់បើគាត់ដោះតល់រួចអត់អីទេយើងអាចមើលតទៀតបានណានឹងគឺជាចំណុចសំខាន់មុននឹងអ្នកទាំងអស់គ្នាទៅមើលតួលេខលម្អិតអញ្ចឹងយើងឃើញអូខេចំណុចនេះបានន័យថាគាត់ជាប់ហើយអត់ធ្លាក់ទេហើយចំណុចមួយទៀត cost of revenue គឺយើងឃើញគាត់ឡើងដែរធម្មតាទេអតិផរណាកម្មករបុគ្គលិកថ្លៃស្អីក៏ថ្លៃហើយម្យ៉ាងទៀតអូខេក្រុមហ៊ុននេះក៏ខាងជីករ៉ៃមាសគឺគាត់ត្រូវការធម្មពលច្រើនដើម្បីចម្រាញ់មាសអញ្ចឹងបើសិនជាតម្លៃធម្មពល oil ឬក៏ energy នឹងឡើងថ្លៃខ្លាំងក៏វាអាចប៉ះពាល់ទៅដល់តម្លៃរបស់គាត់ផងដែរតម្លៃនៃការរិចរោគលោហៈហ្នឹងអញ្ចឹង cost របស់គាត់ហ្នឹងគឺនឹងឡើងថ្លៃហើយ gross profit របស់គាត់ហ្នឹងនឹងអាចធ្លាក់អូខេហ្នឹងគឺជាហានិភ័យមួយទៀតដែលខ្ញុំបាននិយាយមុនហ្នឹងយើងឃើញតម្លៃនៅក្នុងឆ្នាំ cost នៅក្នុងឆ្នាំ2020គឺ1.7 billion សរុបទាំងអស់ណាយើងឃើញនៅក្នុងឆ្នាំ2021ចុះមកវិញតិចដោយសារតែគាត់មានការបិទច្រើនហើយតម្លៃទាំងអស់នេះគឺបូកសរុប TWIP ដែលគាត់មានរ៉ែដូចគាត់នៅមាននៅក្នុង TWIP ខាងប្រទេស Chile ហើយនិងប្រទេស Brazil បន្ទាប់មកក៏នៅមានខាង
ប្រទេសមួយនៃអាហ្វ្រិកាហើយនិងប្រទេសរ៉ែដូងរ៉ែមួយចំនួនធំគឺនៅខាងសហរដ្ឋអាមេរិកអញ្ចឹងតម្លៃក៏វាមិនដូចគ្នាដែរនៃទ្វីបនីមួយពលកម្មរបស់ទ្វីបនីមួយធម្មពលនៃទ្វីបនីមួយក៏វាមិនដូចគ្នាដែរប៉ុន្តែនេះគឺជាតម្លៃសរុបបូកយកគ្នាទៅមធ្យមមកពាក្យចេញមកអញ្ចឹងណាយើងឃើញឡើងប៉ុន្តែចំណេញណា gross profit យើងឃើញវាឡើងបន្តនេះគឺជាអ្វីដែលយើងចង់ឃើញបើសិនជាធ្លាក់ចុះធ្លាក់ឡើងម្ដងចុះម្ដងធ្លាក់ម្ដងចុះយើងមិនបាច់មើលតទេបន្តមកនេះគឺជា operating expense and income general selling admin អីដែលគ្រប់សពហ្នឹងដូចខ្ញុំនិយាយឧទាហរណ៍ទៅលើយើងលក់ទឹកសុទ្ធមួយកេសអញ្ចឹងណាមួយកេសហ្នឹងគឺយើង gross profit គឺ$3ប៉ុន្តែយើង complete ថាកម្លាំងពលកម្មយើងជាអ្នកលក់កន្លែងយើងជួលគិសនីដែលយើងប្រើហ្នឹងគឺសិតតែជាចំណាយចំណុកនៃការរស់ស៊ីរបស់យើងដែលយើងត្រូវយកមកបូកនៅក្នុងហ្នឹងគឺយើងបូកនៅក្នុងនេះ operating expense and income យកមកបូកសរុបទាំងអស់ទៅនេះគឺជា operating income យើងឃើញវាបន្តឡើងនៅលើកលែងតែក្នុងឆ្នាំ2021ហើយនិង22នេះគឺធ្លាក់ខ្លាំងដោយសារតែមានមូលហេតុនេះខ្ញុំនិយាយទៅក្នុងដងរ៉ែរបស់គាត់ហ្នឹងគឺមានគ្រោះថ្នាក់ទៅបិទពីកន្លែងអូខេអានោះគឺជាអ្វីដែលខ្ញុំឆែកឃើញតមក2023ក៏យើងឃើញចំណូលទៅចំណេញដែរប៉ុន្តែមិនចំណេញច្រើនទេ2024ឡើងខ្លាំងមកវិញចំណែក2025វាមិនតាន់អស់ដាច់ឆ្នាំទេប៉ុន្តែគេព្យាករឃើញ1 គុណជា 2នៃឆ្នាំ2024អញ្ចឹងទៅអូខេបន្ទាប់មកយើងមកមើល earnings from continued operation ក្នុងនេះគឺសំខាន់មួយទៀតនេះគឺយើងមកមើលចំនួននៃការប្រាក់ interest expense ហេតុអ្វីបានកន្លែងនេះសំខាន់នៅពេលដែលយើងទៅមើលទៅលើក្រុមហ៊ុនអ្វីមួយគឺក្រុមហ៊ុននៅអាមេរិកធំយ៉ាងណាក៏ដោយក៏នៅតែមានបំណុលអញ្ចឹងយើងត្រូវតែដឹងថាតើគាត់ដោះបំណុលនឹងរួចមិនរួចគាត់មានសមត្ថភាពដោះបំណុលនឹងរួចមិនរួចនៅក្នុងអនាគតមិនមែនថានៅក្នុងឆ្នាំនេះទេគឺយើងមើលទៅឆ្នាំទីក្នុងរយៈពេលយ៉ាងតិច5ឆ្នាំទៅមុខ10ឆ្នាំទៅមុខហ្នឹងគាត់ដោះរួចមិនរួចដល់យើងផ្អែកទៅលើចំណូលរបស់គាត់ហើយនឹងភាសាបំណុលរបស់គាត់នឹងជាបំណុលប្រភេទអ្វីបើសិនជាបំណុលនឹងជាបំណុលគ្រោះថ្នាក់គេហៅបើនិយាយភាសាខ្មែរឲ្យស្រួលស្ដាប់ណាបំណុលរបៀបជាបំណុលត្រីឆ្លាមដែលមានការប្រាក់ខ្ពស់អីហ្នឹងអាហ្នឹងគឺមិនល្អទេប៉ុន្តែខ្ញុំបានឆែកមើលនៅក្នុងនេះគឺគាត់មានដាក់នេះ senior notes ដែលយើងយកមកអាចមកអានបាននៅក្នុងរបាយការណ៍ប្រចាំត្រីមាសឬក៏ប្រចាំឆ្នាំហ្នឹងគេតែងតែនិយាយនៅក្នុងនេះក្នុងភាសា accounting គេហៅថា note disclosure គឺក្នុងហ្នឹងគឺគេត្រូវតែប្រាប់យើងថាតើមានអ្វីខ្លះកើតឡើងអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកវិនិយោគគាត់មិនត្រឹមតែមើលតួលេខប៉ុណ្ណឹងទេគឺគាត់មកមើលនៅក្នុងនេះមានអ្វីដែលគេខាង management ហ្នឹងគាត់ទៅសេមកប្រាប់យើងអញ្ចឹងនៅក្នុងនេះគឺបំណុលគឺយើងឃើញការប្រាក់អីមិនមានអីគួរឲ្យបារម្ភបើនិយាយទៅយើងមើលហើយបន្ទាប់មកគាត់មាន line of credit ឥណទានដែលគាត់មានជាមួយធនាគារអាចដកចេញដកចូលយកមកប្រើហ្នឹងក៏មិនមានអីគួរឲ្យព្រួយបារម្ភដែរអញ្ចឹងបំណុលរបស់គាត់ហ្នឹងខ្ញុំចង់និយាយថាយើងអាចទុកចិត្តបានក្នុងបច្ចុប្បន្ននេះយើងមិនចាំបាច់មានអ្វីត្រូវព្រួយអូខេហើយនេះ income ចំណូលនៃ investment ការវិនិយោគរបស់គាត់ផ្សេងៗអញ្ចឹងណាឥឡូវដែលសំខាន់មកចុងក្រោយcontinuous earning from continuous operation នេះគឺសំខាន់អូខេយើងឃើញនៅក្នុងឆ្នាំ2020តួលេខគឺ1300លាននៃលុយចំណេញទាំងអស់ហ្នឹងបូកសរុបចំណាយចំណុកអស់ហើយណាបន្ទាប់មក2021វ៉ាន់កបដោយខាត2022ក៏ងើបមកវិញយើងដឹងហើយរឿងក្នុង2021 22តមក2023ចំណេញ24ចំណេញ25គឺយើងព្យាករចំណេញកាន់តែច្រើនដោយសារតែតម្លៃមាសនឹងគឺកាន់តែច្រើនអញ្ចឹងទៅអូខេ net income ហើយបន្ទាប់មកគេមានតាំងពី income tax ស្អីណាគ្រប់សពអញ្ចឹងណាយើងមិនចាំបាច់មើលអានេះ supplemental info នេះក៏ជាសំខាន់ផងដែរនៅក្នុងហ្នឹងគឺតម្លៃដែលគាត់ចំណេញ price earning per share ហើយនេះ earning before income tax and depreciation amortization នេះ EBITDA បានន័យថាចំណេញរបស់គាត់ការព្យាករមុននឹងគាត់បង់តាក់ដកនៅ depreciation អីគ្រប់សពអញ្ចឹងណាអញ្ចឹងក្នុងភាសានេះខ្ញុំនិយាយអង់គ្លេសដោយសារតែខ្មែរខ្ញុំអត់ចេះអត់ដឹងគេហៅថាស្អីអូខេហើយបន្ទាប់មកនេះគឺជាអត្រានៃពន្ធដែលគាត់អាចនឹងបង់អញ្ចឹងណាក្នុង2025នេះគាត់ទេព្យាករថាត្រឹមតែ 28.5% អញ្ចឹងទេឥឡូវនេះយើងមកមើលចំណុចមួយទៀតនៅក្នុង cash flow របាយការណ៍លំហូរលុយនេះគឺសំខាន់ក្នុងនេះខ្ញុំដាក់ជាឆ្នាំអញ្ចឹងដែរហើយនឹងលុយដុល្លារអូខេយើងមើលនៅ income net income របស់គាត់ដក A គ្រប់សពអញ្ចឹងទៅគឺយើងឃើញនៅក្នុងឆ្នាំ2025នេះគាត់ព្យាករទៅដល់1500លានដុល្លារដែលគាត់អាចរកចំណេញបានអូខេដល់មកគេគុណគូបូកដកអញ្ចឹងទៅ cash flow from operation គាត់អាចលុយដែលគាត់អាចហូរចូលមកជាសាច់លុយហ្មងដកចំណាយអីចំណុកអីជាងអស់ទៅសល់តែលុយទេណា
3057 លានមិនធម្មតាបើនិយាយទៅគឺក្នុង cash flow របស់គាត់ហ្នឹងគឺហូរចូលមករហូតឃើញទេ2020ក៏មាន1900លាន2021 1100លានអីចឹងគ្រប់សតទៅដល់2024 2400លានពីហើយនឹង25 3000លានគ្រាន់តែលុយហូរចូលសុទ្ធមកហ្នឹងណាអាកន្លែងនេះ operation ហ្នឹងគឺសំខាន់ដោយសារតែយើងឃើញថានេះគឺជាលុយហូរចូលដោយសារតែយើងរកស៊ីបានអូខេហើយបន្តមក cash flow from investing and from investing activity នេះគឺជាលុយដែលគាត់យកប្រើប្រាស់ទៅទិញឧទាហរណ៍ថាឧបករណ៍គ្រឿងចាក់យន្តចាក់អីហ្នឹងយកមកហ្នឹងគឺក្នុងឆ្នាំ2024គាត់ចំណាយទៅដល់1100លានដុល្លារចឹងទៅហើយ2025គាត់គេព្យាករណ៍ថាគាត់នឹងចំណាយទៅដល់1100ប្រហែលលានដុល្លារហ្នឹងក្នុងនឹងផងដែរអូខេហើយបន្តមក cash flow from financing activity នេះគឺជាលុយដែលគាត់ត្រូវបង់ទៅធនាគារថ្លៃបំណុលឬក៏ស្អីឬក៏យ៉ាងម៉េចហ្នឹងមាននៅក្នុងហ្នឹងទាំងអស់ឃើញទេ total debt repaid ពួកគាត់ហ្នឹងបានបង់ទៅបំណុលវិញ800លានដុល្លារអញ្ចឹងក្នុងមួយឆ្នាំគឺពួកគាត់ហ្នឹងបង់បំណុលទៅរហូតអញ្ចឹងបានន័យថាសមត្ថភាពគាត់មិនមានបញ្ហាទេអារឿងដោះតល់ហ្នឹងគឺគាត់មានលុយបង់បំណុលជារៀងរហូតអញ្ចឹងទៅហើយបំណុលរបស់គាត់ហ្នឹងគឺចុះពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងផងដែរអញ្ចឹងយើងឃើញនេះគឺជា program ដែលគាត់បានប្រកាសហ្នឹងគាត់ទិញភាគហ៊ុនត្រឡប់យកចូលមកវិញយើងបានមើលនៅក្នុងរបាយការណ៍ដែលគាត់ក្នុងប្រចាំត្រីមាសទី2ដែលមុនហ្នឹងគឺគាត់បានប្រកាសថាគាត់នឹងទិញយកភាគហ៊ុនមកវិញក៏យើងឃើញនៅក្នុងហ្នឹងផងដែរអូខេហើយនឹងបន្តមកភាគលាភដែលត្រូវឲ្យទៅអ្នកវិនិយោគហ្នឹងក៏ឃើញអូខេបន្តមកក្នុងចំនួនហ្នឹងគឺគាត់ត្រូវចាយលុយអស់1259លានដុល្លារអញ្ចឹងទៅលើខាងផ្នែកយានចាក់អីនឹង investing ហ្នឹងគឺគាត់ត្រូវចាយលុយ1141លានប៉ុន្តែលុយដែលគាត់រកបានពីមុខរបរជីករ៉ែមាសលក់មាសរបស់គាត់ហ្នឹងទៅដល់3057លានអូខេ free cash flow សរុបទាំងអស់បូកអីដកអីទាំងអស់ហើយគាត់នៅក្នុងមួយឆ្នាំព្យាករណ៍2025ហ្នឹងក៏គាត់នៅសល់លុយ656លានផងដែរអញ្ចឹងมันធម្មតាទេសម្រាប់លុយដែលគាត់សល់នៅក្នុងឆ្នាំ2025ហើយនៅក្នុងឆ្នាំ2022គឺគាត់មិនសល់លុយទេគាត់ត្រូវចាយលុយហើយ2021ហ្នឹងគឺគាត់ត្រូវចាយលុយអូខេហើយនេះគឺជារបៀបមើលយ៉ាងសាមញ្ញទៅលើតួលេខនៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលយើងចាប់អារម្មណ៍ចង់វិនិយោគយើងឃើញអស់ហើយបានន័យថាក្រុមហ៊ុននេះគឺលុយរបស់គាត់នៅក្នុងរបាយការណ៍នៃតលយៈ balance sheet ហ្នឹងគឺខ្លាំងយើងអាចទទួលយកបានបន្តមករបាយការណ៍ចំណូលរបស់គាត់ហ្នឹងក៏គ្រាន់បើដែរយើងអាចទទួលយកបានហើយនឹងរបាយការណ៍នៃលុយលំហូរចូលក៏យើងអាចទទួលយកបានផងដែរដែលយើងឃើញសិតតែតួលេខល្អៗបន្តមកក៏យើងអាចទៅមើលទៅដល់ខាង valuation ដែលក្នុងនោះគឺគេមានដាក់គេហៅថា ratio analysis តែអ្នកទាំងអស់គ្នាអាចមកមើលឃើញដូចថា earning price per earning non gap អានេះភាសា gap ហ្នឹងគឺគេក្នុងខាងគេម្ដងទៀតហើយខាងហ្នឹងគេហៅ general principle of accounting ធ្វើការខាងនឹងចង់ភ្លេចអូខេក្នុងនេះគឺឃើញគេដាក់ក្រុមហ៊ុន Kinrossco គឺ 19.75 ហើយបើប្រៀបធៀបទៅនឹងវិស័យខាងហ្នឹងគឺជាមធ្យមភាព 17.66 អញ្ចឹងបានថាគាត់គ្រាន់បើជាងគេអូខេនេះគឺក្នុងមាននឹងយ៉ាងច្រើនផងដែរហើយខាងក្រោមនេះក៏គេឃើញបង្ហាញថានៅក្នុងឆ្នាំ2025ហ្នឹងគេយល់ទីថាការលូតលាស់របស់គាត់ហ្នឹងទៅដល់134%អញ្ចឹងនៅក្នុង2021បានតិចតែ32% 2027បែរជាធ្លាក់ចុះវិញមិនដឹងជាមូលហេតុអីយើងអត់តាន់ក្នុងករណីនេះខ្ញុំអត់តាន់បានស្រាវជ្រាវថាមូលហេតុអីបានអាចមកចុះវិញបានប្រហែលជាតម្លៃមាសនឹងអាចធ្លាក់មកវិញក៏យើងមិនដឹងដែរអូខេហើយនេះគឺជាចំនួនបំណុលអីរបស់គាត់សាឡើងវិញអញ្ចឹងណាអញ្ចឹង market cap នៃក្រុមហ៊ុន Kinross នេះគឺទៅដល់28,000លានដុល្លារអ្វីទៅគឺជា market cap គឺយើងយកតម្លៃមួយភាគហ៊ុននៅពេលបច្ចុប្បន្ននេះគឺ$23.68សេនគុណនឹងចំនួនភាគហ៊ុនដែលមាននៅក្នុងទីផ្សារនៅក្នុងករណីនេះគឺគាត់មានទៅដល់1200ជាងហ៊ុនដែលវល់គេហៅថា share outstanding ដែលគាត់បានលក់នៅក្នុងទីផ្សារអញ្ចឹងណាអូខេវែងឆ្ងាយបន្តិចហើយឥឡូវនេះយើងមកមើលវាយតម្លៃភាគហ៊ុននេះយ៉ាងម៉េចដែរទូលេខហិរញ្ញវត្ថុក្រុមហ៊ុននេះហើយខ្ញុំគិតថាមតិតខ្លួនរបស់ខ្ញុំតគាត់ថាអូខេល្អរឹងមាំអាចទទួលយកបានចំណូលក៏អូខេហើយនៅក្នុងតារាងតលយៈរបស់គាត់មានបំណុលមានលុយមានអីហ្នឹងគាត់អាចដោះបានអត់បញ្ហាអញ្ចឹងខ្ញុំស្ដាប់ឮទៅដល់អ្នកវិភាគហ្នឹងគាត់ថាក្រុមហ៊ុននេះអាចឡើងទៅ1 គុណជា2 គុណជា3ធ្វើឲ្យខ្ញុំចាប់អារម្មណ៍អញ្ចឹងខ្ញុំថាអូខេខ្ញុំចង់ទិញឥឡូវខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំចង់ទិញប៉ុន្តែខ្ញុំមិនដឹងថាទិញតម្លៃណានេះគឺជាចំណុចសំខាន់ដែលតម្លៃដែលយើងត្រូវដឹងថានៅទិញនៅក្នុងតម្លៃណាដើម្បីចំណេញ
ភាសាអង់គ្លេសគេហៅថា intrinsic value គេវាយតម្លៃនៃភាគហ៊ុននីមួយៗគឺយោងទៅតាមរូបមន្តច្រើនមានដូចជាវាយតម្លៃទៅលើលំហូរលុយចូលក្នុងរយៈពេលឆ្នាំបច្ចុប្បន្នហើយទៅក្នុងអនាគតឧទាហរណ៍5ឆ្នាំ10ឆ្នាំ5 10ឆ្នាំ20ឆ្នាំអីចឹងទៅឬក៏វាយតម្លៃទៅលើទ្រព្យសម្បត្តិដែលក្រុមហ៊ុននឹងមានយកមកចែកនឹងភាគហ៊ុននៅក្នុងទីផ្សារយើងវាយតម្លៃទៅតាមហ្នឹងបើនិយាយទៅរូបមន្តវាយតម្លៃពិតគេហៅថា intrinsic value របស់ក្រុមហ៊ុនគឺមានច្រើនគឺទៅតាមវិស័យនៃក្រុមហ៊ុននឹងផងដែរវិស័យធនាគារគឺគេប្រើ ratio analysis ផ្សេងហើយវិស័យខាង technology វាយតម្លៃផ្សេងហើយខាង RAE ក៏វាយតម្លៃផ្សេងចឹងទៅខ្ញុំចំណាយពេលទៅអានបើនិយាយទៅដូចខ្ញុំនិយាយចឹងនេះមិនមែនជាជំនាញរបស់ខ្ញុំទេចឹងអ្វីដែលខ្ញុំអានខ្ញុំចេះគឺដោយសារតែខ្ញុំអានហើយប្រហែលជានៅខ្វះច្រើនប៉ុន្តែនៅក្នុងករណីនេះបើសិនជាអ្នកនរគ្នាមើលឃើញក្រុមហ៊ុនណាដែលអ្នកនរគ្នាគ្រាន់តែចេះមើលតួលេខនៃតារាងហិរញ្ញវត្ថុមាន3ហ្នឹងដឹងច្បាស់ហើយប៉ុន្តែអត់ចេះវាយតម្លៃចំណុចទី1ដែលអ្នកនរគ្នាអាចធ្វើបានស្រួលហ្នឹងគឺយើងមកនៅក្នុង trading value trading view នេះទៅយើងដាក់ចូលអ្នកticker symbol KGC វានឹងចេញមកយ៉ាងច្រើននៅក្នុងនោះផងដែរហើយបន្តមកនៅក្នុងខាងនេះគឺគេមានគេហៅ technical analysis របស់គេហ្នឹងណានៅក្នុងនេះគេមានក្រុមអ្នកវិភាគហ្នឹងគាត់ទៅសេអីយ៉ាងម៉េចចឹងណាឥឡូវឧទាហរណ៍ខ្ញុំមកមើលខាងនេះវិញអូខេខ្ញុំចុចទៅលើហ្នឹងចាំបន្តិចយើងឃើញ target price ដែលគេចង់បានដែលគេអាចទាយថាតម្លៃនឹងអាចឡើងដល់ហ្នឹងគឺទៅ$28.75 សេនចឹងទៅប៉ុន្តែបើសិនជាធ្លាក់ខ្លាំងចុះមកដល់$13.33 សេនហើយនេះគឺជាតម្លៃនៅពេលបច្ចុប្បន្ន$23.77 សេនអញ្ចឹងបើសិនជាអាចឡើងទៅលើបន្តិចគឺ$28.75 សេនហើយបន្តមក$36.22 សេននេះក៏មិនមែនជាតម្លៃ intrinsic value ដែលយើងចង់បាននោះដែរប៉ុន្តែវាអាចឲ្យអ្នកទាំងអស់គ្នាគិតបានបន្តិចបន្តួចថាតើតម្លៃនាពេលបច្ចុប្បន្នហ្នឹងវាអាចទទួលបានដែរឬអត់បើនៅពេលដែលយើងប្រៀបធៀបទៅដល់បើសិនជាចុះខ្លាំងគ្រោះថ្នាក់ហ្នឹងគឺទៅដល់$13.23 សេនអញ្ចឹងទៅអូខេហើយនៅក្នុងនោះក៏គេមានដាក់ឲ្យថាឥឡូវនេះគេដាក់ strong buy អ្នកវិភាគអ្នកវិនិយោគហ្នឹងមានទៅដល់ក្នុងនេះមានទៅដល់20អ្នកប៉ុន្តែអ្នកវិភាគនឹងបកកែយ៉ាងណាខ្លាំងយ៉ាងណាក៏យើងអត់ដឹងដែរគ្រាន់តែថានៅក្នុងនេះគឺមាន20អ្នកហ្នឹងគេថាមាន12អ្នកហ្នឹងគឺថាទិញហើយទិញជំរុញឲ្យទិញតែម្ដងហើយមានម្នាក់ថាអូខេទិញហើយ5នាក់នឹងថាអត់ទេអ្វីដែលអ្នកនរគ្នាមានហើយគឺទឹកក្នុងដៃគេហៅថា hold ហើយមានម្នាក់ទៀតថា sell ម្នាក់ទៀតថាជំរុញឲ្យលក់ចេញអញ្ចឹងទៅនេះគ្រាន់តែជានេះថាដើម្បីយើងផ្ដល់នៅគំនិតខ្លះៗនៅពេលដែលយើងមើលតម្លៃហ៊ុនអញ្ចឹងណាបន្ទាប់មកយើងទី2មួយទៀតងាយស្រួលគឺយើងទៅ Google វាយចូលទៅ intrinsic value of Kinross Gold as of ថ្ងៃហ្នឹងទៅគឺក្នុងហ្នឹងចេញមកយ៉ាងច្រើនដែលយើងអាចណានេះគឺជា AI ដែលគាត់ចេញព័ត៌មានឲ្យយើងមើលហើយយើងអាចមកនៅក្នុងនេះគឺជាអត្ថបទនីមួយៗដែលគេទៅសេនៅក្នុងនេះគឺគាត់សម្រាយយើងអាចអានអានេះសិនបាននៅក្នុង Guru Focus នៅក្នុងនេះគឺជាគេហទំព័រខាងហិរញ្ញវត្ថុមួយដែរគាត់ទៅសេខែ10ថ្ងៃទី27 2025គាត់ឲ្យតម្លៃ intrinsic value ទៅលើ Kinross Gold ដោយពឹងផ្អែកទៅលើ free cash flow នេះគឺជារូបមន្តមួយដែលគេហៅថា discounted cash flow ហ្នឹងណាទៅលើ model របស់ហ្នឹងគឺតម្លៃពិតហ្នឹងត្រឹមតែ$13.34 សេនទេអញ្ចឹងបើប្រៀបធៀបទៅនឹងតារាងអត់ដើរទាំងអូខេដែលយើងមើលនៅក្នុង trading view បើសិនជាធ្លាក់ចុះខ្លាំងវាទៅដល់$13.34 សេននេះគឺជាការវាស់វែងរបស់គាត់មួយ intrinsic value វាស់វែងទៅដោយ Guru Focus ប៉ុន្តែនៅពេលនេះភាគហ៊ុនគឺឡើងទៅដល់$23.78 សេនចឹងបានន័យថាអ្នកនរគ្នាបើសិនជាគ្រាន់តែអាងទៅលើ discounted cash flow ដែលបានគុណគូឡើងដោយខាង Guru Focus ហ្នឹងគឺតម្លៃ$23អ្នកនរគ្នាត្រូវជៀសវាងបំផុតនៅពេលណាដែលអ្នកនរគ្នាគួរទិញនៅពេលដែលតម្លៃភាគហ្នឹងចុះនៅក្រោម$13.34 សេនអូខេប៉ុន្តែនេះគឺជាដូចខ្ញុំនិយាយយ៉ាងគឺជារូបមន្តមួយដែលគេយកមកប្រើប្រាស់វាយតម្លៃនៃក្រុមហ៊ុននេះដោយខ្ញុំគិតថាអ្វីដែលខ្ញុំអាចដឹងដោយសារតែក្រុមហ៊ុននេះគឺជាក្រុមហ៊ុនជីករ៉ែហានិភ័យរបស់គាត់ផ្សេងអញ្ចឹង discounted cash flow ប្រហែលជាមិនល្អ100%យកមកវាយតម្លៃនៃក្រុមហ៊ុនហ្នឹងទេអូខេតមកទៀតក៏យើងមានគេហទំព័រមួយទៀតក៏គាត់វាយតម្លៃផងដែរអានេះគឺជាលុយ$38.91 សេនហ្នឹងគឺជាលុយកាណាដាទេអញ្ចឹងគឺយើងត្រូវតែយកមកគុណគូជាលុយអាមេរិកហ្នឹងតើប្រហែលអញ្ចឹងណាហើយនឹង value investing នៅក្នុងខែ10ថ្ងៃទី29ហ្នឹងគឺគាត់ប្រើ discounted cash flow ដែរគាត់វាយតម្លៃចេញទៅជា$22.98 សេនអញ្ចឹងនៅតម្លៃនាពេលបច្ចុប្បន្ន$23.70ប្រហែលសេនហ្នឹងគាត់នៅតែថ្លៃជាងតម្លៃដែលយើងអាចទិញបាននៅពេលដែលចុះទៅដល់ឧទាហរណ៍ត្រឹម$20នោះគឺថោកជាងនៅអ្វីដែលគាត់គិតគូគឺអាចទទួលយកបាន
ចឹងហើយអ្វីតម្លៃនេះ discounted cash flow ដូចគ្នាដែរហើយនឹង guru focus ដូចគ្នាដែរមិនក៏តម្លៃចេញមកខុសគ្នានោះគឺមានកត្តាផ្សេងៗនៅក្នុងរូបមន្តហ្នឹងដែលអាចខុសគ្នាដូចជាគេហៅថា discount rate ហើយនឹង growth rate នៃការអត្រាតួលេខនៃការលូតលាស់របស់គាត់ទៅអនាគតនោះយ៉ាងម៉េចហើយនឹង discount rate គេហៅថា future cash flow តម្លៃនៃលុយដែលគាត់អាចរកបាននៅអនាគតយកមកគិតនាពេលបច្ចុប្បន្នដោយប្រើអត្រាការប្រាក់នោះវាខុសគ្នាក៏អាចធ្វើឲ្យនឹងខុសគ្នាផងដែរខ្ញុំចង់បង្ហាញរូបមន្តមួយទៀតដែលគេអាចយកមកប្រើប្រាស់គុណគូទៅលើតម្លៃពិតនៃភាគហ៊ុន intrinsic value ហ្នឹងណាក្នុងករណីនេះគឺទៅលើ Kinross Gold តើតម្លៃពិតដោយរូបមន្តនេះចេញទៅជាយ៉ាងម៉េចដោយយើងឃើញ Guru Focus គឺគាត់ប្រើរូបមន្តលំហូរលុយអញ្ចឹងនៅក្នុងរូបមន្តនេះគឺគេប្រើរូបមន្តទៅសំដៅទៅលើចំណូលចំណាយហើយនឹងចំណេញខ្ញុំគិតថានេះប្រហែលជាត្រូវជាងសម្រាប់ខ្ញុំដោយខ្ញុំចង់វិនិយោគទៅលើក្រុមហ៊ុនជីកក្រែវះក្នុងរយៈពេលខ្លីដោយខ្ញុំគិតថាការព្យាករណ៍របស់ធនាគារធំៗអ្នកសេដ្ឋកិច្ចវិទូហើយនិងអ្នកវិភាគធំៗទៅលើតម្លៃមាសថានឹងបន្តឡើងក្នុងឆ្នាំ2026ហ្នឹងដោយអ្នកសេដ្ឋកិច្ចវិទូហ្នឹងគាត់ថាទៅដល់$6,000ក្នុង1 ounce នោះគឺជាពេលតម្លៃកំពូលដែលគាត់និយាយអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាអូខេខ្ញុំខ្វល់តែពីចំណូលនៃ Kinross Gold ទេតើតម្លៃភាគហ៊ុននាពេលបច្ចុប្បន្ននេះអាចទិញបានដែរឬអត់ដោយពឹងទៅលើតែចំណូលមួយគត់ហើយគោលបំណងរបស់ខ្ញុំបើសិនជាតម្លៃភាគហ៊ុនឡើងចំណេញត្រឹម50%ឬក៏100%ខ្ញុំលក់ចោលហើយខ្ញុំអត់ទុកយូរឆ្នាំទេបើនិយាយទៅដោយសារតែហានិភ័យនៃក្រុមហ៊ុនជីករ៉ែគេហៅថា speculative ហើយនឹង cyclical វាមានវត្តដាក់របស់គេដោយតម្លៃមាសក៏យើងឃើញមានវត្តដាក់នៃតម្លៃមាសដែរនៅពេលដែលសេដ្ឋកិច្ចល្អតម្លៃមាសនឹងចុះមកវិញស្ថានភាពនយោបាយល្អតម្លៃមាសនឹងចុះមកវិញហើយក្រុមហ៊ុនជីករ៉ែទាំងអស់នេះគឺគាត់ចំណេញចំណាយរបស់គាត់ហ្នឹងគឺយោងទៅតែតម្លៃមាសនៅក្នុងទីផ្សារអញ្ចឹងសម្រាប់ខ្ញុំទិញទុកមិនទុកយូរទេឲ្យតែបានចំណេញខ្ញុំលក់ចេញអញ្ចឹងខ្ញុំប្រើរូបមន្តនេះគឺយើងឃើញតម្លៃមាសនាពេលបច្ចុប្បន្នឡើងទៅដល់$4,000ក្នុង1អោនហើយប៉ុន្តែខ្ញុំដាក់ត្រឹមតែ$3,800ទេហើយចំណាយនៃការជីករិះរោគរបស់គាត់ហ្នឹង$1,500គឺយើងយកមកពីរបាយការណ៍ហិរញ្ញវត្ថុឲ្យគាត់ក្នុងត្រីមាសទី2ហ្នឹងគាត់ដាក់$1,493ប៉ុន្តែយើងដាក់$1,500ចឹងទៅហើយបន្តមកក្នុងឆ្នាំ2021នេះគឺជាការព្យាករណ៍ខ្ញុំដាក់ឡើងតម្លៃមាស$4,200ទៅដល់មក$4,500 $4,800 $5,000អីចឹងទៅក្រុមហ៊ុន Kinross ហ្នឹងក៏ព្យាករណ៍ថាគាត់អាចជីកមាសបាន2លាន ounce ក្នុងមួយឆ្នាំ2025 26 27 28 29យើងអត់ដឹងទេប៉ុន្តែយើងដាក់2លាន ounce ទៅដែរនេះគឺជាហានិភ័យមួយដែលយើងអត់ដឹងប៉ុន្តែក្នុងករណីនេះគឺយើងដាក់ទៅដែរអញ្ចឹងណាអូខេវីដេអូហ្នឹងវែងតិចហើយអញ្ចឹងខ្ញុំមិនបញ្យល់អីណាស៊ីជម្រៅថាតើអីយ៉ាងម៉េចទៀតទេរូបមន្តហ្នឹងយើងប្រើចេញទៅគឺយើងឃើញចំណូលរបស់គាត់ក្នុងមួយឆ្នាំបានប្រមាណហើយនេះគឺរូបមន្តនៅក្នុងហ្នឹងចេញមកតម្លៃ intrinsic value នៃភាគហ៊ុននេះដោយប្រើរូបមន្តគេហៅថា equity net present value យោងទៅលើតែតម្លៃហ្នឹងចំណូលគឺ$22.43នាពេលបច្ចុប្បន្នគឺ$23.70ចឹងបានន័យថាតម្លៃភាគហ៊ុនដែលលក់ដូរនៅក្នុងទីផ្សារគឺថ្លៃហើយថ្លៃលើ$22អញ្ចឹងបើសិនជាតម្លៃភាគហ៊ុននេះចុះទៅដល់ក្រោម$22ចុះកាន់តែច្រើនល្អគឺយើងអាចគឺសម្រាប់ខ្ញុំអាចទិញបានចុះទៅដល់$20គឺខ្ញុំអាចទិញបានប៉ុន្តែខ្ញុំក៏បានទិញក្រុមភាគហ៊ុននៃ Kinross Gold នេះខ្លះហើយដែរនៅពេលដែលខ្ញុំបានមើលព័ត៌មានហ្នឹងខ្ញុំទិញតម្លៃរៀងថ្លៃ$25អញ្ចឹងខ្ញុំខាតបាត់ទៅហើយប៉ុន្តែនៅពេលដែលចុះនៅសល់$23ខ្ញុំទិញថែមទៀតឥឡូវខ្ញុំធ្វើមេរៀនរបស់ខ្ញុំទៅខ្ញុំឃើញថាអូខេចាំមើលប្រហែលជាចុះក្រោម$22ខ្ញុំនឹងទិញថែមបន្តទៅទៀតអូខេនេះគ្រាន់តែជាការគិតរបស់ខ្ញុំដូចខ្ញុំនិយាយទាំងបើខ្ញុំទិញក៏ខ្ញុំមិនទិញច្រើនដែរដោយសារតែចង់និយាយថាក្រុមហ៊ុននេះគឺគាត់បានឡើងថ្លៃហើយទៅថ្ងៃអនាគតគាត់ឡើងថ្លៃប៉ុណ្ណាទៀតក៏យើងអត់ដឹងគ្រាន់តែយើងដឹងថាការគុណគូនៃ intrinsic value របស់ Guru Focus ដែលជាគាត់ល្បីខាងគុណគូអីហ្នឹងហើយដែរគឺជាគេហទំព័រមួយល្បីអ្នកវិនិយោគប្រើប្រាស់ច្រើនគាត់គុណគូដោយប្រើ discounted cash flow តម្លៃពិតនៃ Kinross Gold ត្រឹមតែ$13.40ជាងទេអញ្ចឹងKinross Goldតម្លៃភាគហ៊ុននឹងអាចធ្លាក់ចុះទៅដល់ក្រោមនឹងអីយ៉ាងម៉េចក៏យើងមើលមិនឃើញការវិនិយោគគឺយើងមើលមិនឃើញទេប៉ុន្តែសម្រាប់ខ្ញុំគិតថាបើសិនជាខ្ញុំទិញគ្រាន់តែឆ្លៀតឱកាសនៅពេលតម្លៃមាសឡើងថ្លៃដោយខ្ញុំយោងទៅលើអ្នកវិភាគខាងតម្លៃមាសខាងធនាគារកណ្ដាលក៏ព្យាករណ៍តម្លៃមាសសេដ្ឋកិច្ចវិទូក៏ព្យាករណ៍តម្លៃមាសអញ្ចឹងខ្ញុំគិតថាបើសិនជាចុះទៅដល់$20ក្រោមហ្នឹងខ្ញុំអាចទិញហើយចំណេញមុំចំណេញត្រឹម30 50ឬក៏លើសនឹងអីប៉ុន្តែមិនទុកយូរទេឲ្យតែចំណេញគឺខ្ញុំលក់ចេញអាហ្នឹងជាការគិតគូររបស់ខ្ញុំហើយខ្ញុំនឹងទិញអូខេនេះមិនមែនជាការណែនាំហើយគ្រាន់តែជាការជជែកលេងអ្នកនរគ្នាយកទៅគិតគូរពិចារណាខ្លួនឯងចង់ទិញចង់ដូរគិតគូរខ្លួនឯងសូមអរគុណសូមជម្រាបលាបាយបាយ